សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលក្រោយការអត់ធ្មត់លើ24ម៉ោងដើម្បីគ្រប់នៅបទឈប់បាញ់និងត្រូវការពេលវេលាដើម្បីជំរាបប្រជាជនចេញមកតំបន់សុវត្ថិភាពកាលពីល្ងាចម្សិលមិញថ្ងៃច័ន្ទទី8វីរៈកងទ័ពកម្ពុជាបានតបតបន្ថែមដោយយកមិញនិងព្រឹកថ្ងៃអង្គារតាមរយៈសំណេរបញ្ជាក់លើបណ្ដាញសង្គមនាព្រឹកនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាតាមនាយករដ្ឋមន្ត្រីថៃអនុทิនបានប្រកាសថានឹងប្រើកម្លាំងវាយើង11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងដែលមានលេនដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលេនដ្ឋានបានទេហើយក្បាលពួកគេក៏មិនមែនបានដាច់ដែរស្ថានភាពនេះផ្ដោតប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការកម្ចាត់ទប់ទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអាចអង្គុយអោបដៃឲ្យអស់លោកបំផ្លាញកម្មចិត្តចង់របស់អស់លោកទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលការពីកម្ពុជាតបតដើម្បីការពីខ្លួនការពីខែកក្កដាពួកគេចោទយើងថាលំមុខសង្គ្រាមពេលយើងអត់ធ្មត់គោលគោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពនាពេលនេះយើងវាយដើម្បីការពីខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាតបតដើម្បីការពីទឹកដីយើង